តាក់ទងជាមួយនឹងការអនុវត្តច្បាប់ឡើងវិញនេះខ្ញុំបានកត់សម្គាល់ឃើញនៅបដកម្មមួយចំនួនណាពីប្រជាពលរដ្ឋណាដែលគាត់ជាអ្នកបើកបរយានយន្តហ្នឹងហើយក្នុងហ្នឹងដែលឃើញខ្លាំងជាងគេហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ល្បឿនដឡែកទៅលើចំណុចផ្សេងទៀតខ្ញុំដូចជាមិនទាន់បានកត់សម្គាល់ឃើញទេអញ្ចឹងណាបាទប៉ុន្តែក៏ប្រហែលជាអាចថាមានដែរប៉ុន្តែខ្ញុំមិនបានប្រទះភ្នែកណាបាទប៉ុន្តែតែឃើញខ្លាំងហ្នឹងគឺតាក់ទងនឹងល្បឿនណាតែម្ដងក្នុងហ្នឹងគឺមានករណីដែលបើកបរលើសល្បឿនខ្លាំងហ្នឹងនៅតាមបណ្ដោយផ្លូវជាតិជាពិសេសផ្លូវជាតិលេខ5ហ្នឹងបាទដែលក្នុងហ្នឹងល្បឿនកំណត់ណាតិបរមាត្រឹម80ឬ90ហ្នឹងតែអ្នកបើកបរយានយន្តហ្នឹងគាត់បើកបរលើសណារហូតដល់100ជាងអីចឹងណាបាទហើយនៅក្នុងហ្នឹងក៏មានអ្នកមួយចំនួនហ្នឹងគាត់ព្យាយាមយកទៅត្រូលចឹងណាបាទកាត់តកាត់អីចឹងទៅដែលធ្វើឲ្យវាខុសពីប្រះចាកណាពីខ្លឹមសារដើមបាទហើយទៅធ្វើឲ្យមានជាមតិអវិជ្ជមានខ្លាំងទៅលើការអនុវត្តច្បាប់អញ្ចឹងទៅខ្ញុំគិតថាករណីនេះជាអ្វីដែលយើងចង់បានដែរនៅក្នុងនាមអ្នកដែលធ្វើកិច្ចការលើការងារសុវត្ថិភាពលើកកម្ពស់ស្វ័យចរាចរណ៍នេះព្រោះការចូលរួមមតិពីប្រជាពលរដ្ឋទៅលើសកម្មភាពឬក៏វិធានការក្នុងការលើកកម្ពស់ស្វ័យចរាចរណ៍វាជាចំណុចកលឹះមួយដែរនៅក្នុងការជំរុញធ្វើឲ្យមានភាពប្រសើរឡើងណានៅក្នុងការខិតខំរបស់យើងនៅក្នុងវិធានការរបស់យើងបាទអញ្ចឹងនៅក្នុងហ្នឹងការអនុវត្តច្បាប់នេះក៏យើងចាំបាច់ត្រូវតែមានការផ្ដល់ជាមតិត្រឡប់វិញណាពីប្រជាពលរដ្ឋក្នុងករណីដែលគាត់មានបញ្ហាណាប្រឈមគាត់កើតទុក្ខមិនសុខចិត្តអីចឹងណាបាទហើយខ្ញុំក៏បានកត់សម្គាល់ឃើញអំពីការបកស្រាយជាបន្តបន្ទាប់របស់ខាងកងកម្លាំងស្ថាប័ននគរបាលចរាចរណ៍របស់យើងជារួមទៅការអនុវត្តច្បាប់ជារឿងចាំបាច់ណាហើយខ្ញុំបន្តលើកទឹកចិត្តឲ្យមានការអនុវត្តច្បាប់នេះជាបន្តទៀតហើយសុំឲ្យដូចដែលធ្លាប់បានលើកឡើងកន្លងទៅជាដដែលសុំឲ្យការអនុវត្តច្បាប់ត្រូវធ្វើទៅដោយតម្លាភាពដោយស្មារភាពហើយឲ្យបានត្រឹមត្រូវបាទដោយផ្ដោតលើកត្តាហានិភ័យដែលបង្កឲ្យមានការស្លាប់ការរងរបួសដូចជារឿងល្បឿននេះណាការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងការនិយាយទូរស័ព្ទពេលបើកបរអីឡាក់ហ្នឹងក៏ធ្លាប់មានការលើកឡើងពីខាងខ្ញុំដែរដែលថាសុំឲ្យនៅពេលដែលយើងចាប់ផ្ដើមការអនុវត្តច្បាប់ឡើងវិញយើងកុំតន់ឈានទៅដល់ការពិន័យអាចថា1សប្តាហ៍ទៅ3សប្តាហ៍ណាដំបូងហ្នឹងគឺយើងផ្ដោតលើយើងដាក់គោលដៅត្រួតពិនិត្យប៉ុន្តែយើងផ្ដោតលើការផ្សព្វផ្សាយអប់រំបាទក្រៅរំលឹកពីព្រោះថាយើងផ្អាក6 7ខែទៅអញ្ចឹងប្រជាពលរដ្ឋយើងធ្លាប់តែមានសេរីភាពប្រើប្រាស់ណាការបើកបរតាមទម្លាប់តាមណាការចង់បានរបស់ខ្លួនណាល្បឿនកំណត់80 90យើងបើក100 ជាងអីចឹងបាទគេឲ្យពាក់មួកយើងមិនពាក់មួកណាគេមិនឲ្យនិយាយទូរស័ព្ទយើងបែរជានិយាយទូរស័ព្ទបើកបរអញ្ចឹងពេលខ្លះក៏វាអត់តន់គាត់ថាទម្លាប់ភ្លាមដែរកែប្រែបានភ្លាមដែរអញ្ចឹងបើសិនជាណាសមាជិកនគរបាលចរាចរណ៍របស់យើងអាចពិនិត្យមើលទៅលើចំណុចនេះខ្ញុំគិតថាជារឿងមួយដែលល្អបាទហើយចាំផុតពី3អាទិត្យទៅចាំយើងចាប់ដើមណាពង្រឹងយន្តការតាក់ទងនឹងការពិន័យជាប្រាក់ណាបាទទៅលើអ្នកបើកបរតែគាត់បានប្រព្រឹត្តនៅកំហុសផ្នែកចរាចរណ៍នេះភ្ជាប់ជាមួយនឹងខ្ញុំនៅតែលើកទឹកចិត្តដដែលនៅក្នុងការអនុវត្តច្បាប់ហ្នឹងគឺសុំឲ្យធ្វើទៅដោយផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់កាមេរ៉ាឬក៏ដាក់គោលដៅត្រួតពិនិត្យហ្នឹងនៅកន្លែងដែលមានកាមេរ៉ាសុវត្ថិភាពអញ្ចឹងណាបាទដើម្បីយើងមានតម្លាភាពទាំងអស់គ្នាណាបាទអញ្ចឹងកុំឲ្យមានការចោទប្រកាន់ចេះចោះណាបាទហើយនឹងការពារខ្លួនណាចេះចោះបាទអញ្ចឹងហ្នឹងទី1ហើយទី2ដើម្បីឲ្យមន្ត្រីសមត្ថកិច្ចរបស់យើងនឹងគាត់បានណាបង្កើនការប្រុងប្រយ័ត្នផងឲ្យដឹងថាត្រូវបានណាត្រួតពិនិត្យណាដើម្បីធានានៅតម្លាភាពដើម្បីធានានៅភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ហើយនឹងក៏ដូចជាការពារគាត់ដែរណាពីមតិអវិជ្ជមានដែលអាចថាមានអ្នកបើកបរមួយចំនួនគាត់កាត់ទុកមិនសុខចិត្តអីចឹងទៅហើយគាត់ព្យាយាមណាលើកឡើងព្យាយាមបង្ហាញខុសពីខ្លឹមសារដើមណាប្រឆាចពីខ្លឹមសារដើមហើយទៅហ្នឹងគឺសុំឲ្យមានការពង្រឹងណាក្រមសីលធម៌ជីវៈបំត្រីរបស់យើងដែលអនុវត្តច្បាប់ហ្នឹងលើដងផ្លូវហ្នឹងបាទសុំឲ្យគាត់ចិត្តធ្ងន់បាទហើយធ្វើទៅដែលអនុលោមតាមច្បាប់ណាប្រកួតអ្វីដែលយើងកំពុងធ្វើគឺដើម្បីធានានឹងការប្រតិបត្តិតាមច្បាប់ហើយក្នុងករណីដែលមានការប្រព្រឹត្ត
នៅកំហុសដោយមន្ត្រីរបស់យើងគឺថាសូមឲ្យមានវិធានការឲ្យបានម៉ឺងម៉ាត់ពីព្រោះរឿងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈហើយបញ្ហាដែលកើតមាននៅដងផ្លូវណាពាក់ព័ន្ធនឹងមន្ត្រីសមត្ថកិច្ចរបស់យើងនឹងគឺវាកើតឡើងដដែលបាទអញ្ចឹងខ្ញុំគិតថាវាគួរតែបញ្ចប់ណាការយោគយល់ក្នុងករណីដែលមានណាបាទគឺត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់ជាមួយមន្ត្រីទាំងនោះហើយនឹងក្រុមអង្គភាពរបស់មន្ត្រីនឹងតែម្ដងបាទដើម្បីគោលដៅធ្វើយ៉ាងណាជំរុញការជឿជាក់ក្នុងចំណោមសាធារណជនហើយនឹងជំរុញការចូលរួមណាពីប្រជាពលរដ្ឋដែលជាអ្នកប្រើផ្លូវបាទហើយជាលទ្ធផលយើងអាចរួមចំណែកនៅក្នុងការបង្ការកាត់បន្ថយនៅបទល្មើសចរាចរណ៍ដែលឈានទៅបង្ការនិងកាត់បន្ថយនៅការគ្រោះថ្នាក់ហើយនឹងការស្លាប់និងការរងរបួសដោយសារចរាចរណ៍ចំណុចមួយទៀតដែរដែលខ្ញុំកត់សម្គាល់ឃើញគឺឃើញមានមតិប្រជាពលរដ្ឋបាទដែលគាត់ស្នើឡើងតាក់ទងរឿងឲ្យថវិកានៃការដែលទទួលបានពីការពិន័យបទល្មើសចរាចរណ៍ហ្នឹងត្រូវបានណាចូលទៅក្នុងថវិការដ្ឋចឹងណាបាទកាត់បន្ថយឲ្យបានច្រើនណាពីការចូលទៅណាជាលក្ខណៈបុគ្គលសម្រាប់មន្ត្រីអនុវត្តច្បាប់ហើយថងចំណុចនេះជាអនុសាសន៍របស់ខ្ញុំកន្លងទៅក៏ធ្លាប់បានលើកឡើងដែរអាចថាពីស្ថាប័ននៃថាបាលរបស់យើងអាចពិនិត្យភាពនៅក្នុងការកែសម្រួលថងចំណុចហ្នឹងបាទថងចំណុចហ្នឹងដើម្បីបវលថវិកាមួយចំនួនហ្នឹងយកមកប្រើប្រាស់យកមកវិនិយោគនៅក្នុងការងារលើកកម្ពស់សត្វវិចរាចរវិញឧទាហរណ៍ដូចជាយើងកត់សម្គាល់ឃើញសិស្សានុសិស្សរបស់យើងអត់សូវពាក់មួកទេបាទទោះបីច្បាប់កំណត់តាំងពី2007ក៏ដោយណាបាទអញ្ចឹងអាចយកថវិកាមួយចំនួនណាយកមកទិញជាមួកសុវត្ថិភាពបាទផ្ដល់ជូនសិស្សានុសិស្សរបស់យើងដែលស្ថិតនៅក្នុងវ័យក្មេងនេះបាទពីព្រោះច្បាប់គេកំណត់តាំងពី3ឆ្នាំទៅអញ្ចឹងអាចផ្ដោតទៅលើអ្នកដែលចាប់ផ្ដើមពីមត្តេយ្យសិក្សារហូតដល់កម្រិតបឋមថ្នាក់ទី6ហ្នឹងបាទហើយយើងផ្ដោតទៅលើតំបន់ដែលក្រីក្រដែលងាយខ្វះខាតចឹងណាបាទងាយរងគ្រោះឡាក់យកមកប្រើប្រាស់នៅក្នុងការទិញឧបករណ៍ណាបច្ចេកទេសនៅក្នុងការពង្រឹងការអនុវត្តច្បាប់ណាបាទហើយនឹងជំរុញយុទ្ធនាការផ្សព្វផ្សាយអប់រំអីឡាក់បាទអញ្ចឹងខ្ញុំសង្ឃឹមថាធៀបចូលទាំងអស់នេះពីប្រជាពលរដ្ឋរបស់យើងក៏ដូចជាអនុសាសន៍ដែលអ្នកពាក់ព័ន្ធរួមទាំងខ្ញុំផងបានផ្ដល់ជូនបាទនឹងត្រូវបានពិចារណានៅក្នុងការកែសម្រួលទៅលើវិធានការនៃការអនុវត្តច្បាប់របស់សមាជិករបស់យើងយោងតាមព័ត៌មានតិចតួចដែលបងប្អូនយើងលើកហ្នឹងហាក់ដូចជាហើយនឹងសារព័ត៌មានផ្សព្វផ្សាយខ្លះហ្នឹងហាក់ដូចជាវាមានជ្រុងខ្លះឃើញល្អប្រសើរជាងមុនហើយប៉ុន្តែជ្រុងខ្លះក៏នៅមិនទាន់ល្អអញ្ចឹងនេះយល់ថាអ្វីដែលខ្ញុំនិយាយនេះគឺផ្អែកទៅលើទិន្នន័យតិចតួចដែលជាការសង្កេតជាអ្វីដែលបានទទួលពីសារព័ត៌មានទេមិនមានទិន្នន័យជាក់លាក់ទេតែខ្ញុំសង្ឃឹមថាក្រសួងហាផ្ទៃក៏ដូចជាខេត្តក្រុងទាំងអស់នឹងធ្វើទៅតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងហាផ្ទៃក៏ដូចជាស្នងការនគរបាលដែលបានដាក់ចេញនឹងធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះផ្ដោតទៅលើការជួយសម្រួលការជួយដោះស្រាយបញ្ហាជាជាងផ្ដោតទៅលើការផាកពិន័យបាទជាការពិតកាលណាមានខុសវាត្រូវតែមានការផាកពិន័យជារឿងធម្មតាទេប៉ុន្តែឲ្យឃើញក្រៅពីការផាកពិន័យហ្នឹងគឺទូនាទីនគរបាលចរាចរណ៍ហ្នឹងគឺបានធ្វើរឿងជាច្រើនដែលល្អដូចជាការជួយសម្រួលដល់ការកកស្ទះការជួយសម្រួលនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឬក៏បញ្ហាផ្សេងៗដែលកើតឡើងនៅលើដងផ្លូវហ្នឹងឲ្យមានការជួយច្រើនកុំឲ្យលេចធ្លោតែរឿងការផាកពិន័យហ្នឹងចង់វាតម្លៃថាតើការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះល្អយ៉ាងណានោះហើយយើងត្រូវការរយៈពេលពី3ខែទៅ6ខែបាទឬក៏1ឆ្នាំដើម្បីយើងទូទាត់ថាតើ3ខែមុនហើយ3ខែក្រោយនេះយ៉ាងម៉េច1ឆ្នាំមុន1ឆ្នាំក្រោយយ៉ាងម៉េចយើងអាចនឹងប្រៀបធៀបបានហើយតែយើងត្រូវការព័ត៌មានលម្អិតបាទបើមិនដូច្នោះទេយើងមិនអាចនិយាយបានត្រឹមត្រូវទេបាទជាសំណូមពរខ្ញុំសូមឲ្យនគរបាលចរាចរណ៍គ្រប់ខេត្តក្រុងគ្រប់គោលដៅទាំងអស់បាទអនុវត្តឲ្យបានត្រឹមត្រូវតាមប្រសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ដូចជា
របស់អាយដាមអគ្គស្នងការនគរបាលជាតិបាទដែលលោកបានលើកឡើងជាបន្តបន្ទាប់ថាឲ្យផ្ដោតលើការអប់រំបាទជាងផ្ដោតលើការផាកពិន័យហើយបើសិនជាមានការផាកពិន័យគឺផាកពិន័យតែអ្នកខុសណាអ្នកខុសដែលវាសមនឹងទទួលការផាកពិន័យបើសិនជាគ្រាន់តែករណីលឹះភ្លើងតិចតួចអីអប់រំបានក៏អប់រំទៅជាវាកុំឲ្យយើងមើលទៅហាក់ដូចជាផ្ដោតលើការផាកពិន័យនេះជាសំខាន់តកតងនឹងការចាប់លបឿនខ្ញុំក៏គ្រប់គ្រងដែរព្រោះអីធម្មតាតែកាលណាលបឿនវាលើកំណត់វាលឿនពេកហ្នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជិះមិនរួចទេពីព្រោះតាមខ្ញុំមើលរបាយការណ៍ឆ្នាំមុនការបើកបរលឿនហ្នឹងភាគរយច្រើនដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែជាយោបល់ខ្ញុំសូមឲ្យគ្រប់គោលដៅដែលត្រូវដាក់កាមេរ៉ាដើម្បីថតល្បឿនហ្នឹងសូមប្រកាសជាសាធារណៈហ្មងប្រកាសជាសាធារណៈតែឥឡូវនៅផ្លូវជាតិលេខប្រមាណដាក់ប្រមាណកន្លែងពីណាទៅណាល្បឿនហ្នឹងគឺដាក់ហ្មងហេតុអីបានខ្ញុំថាអញ្ចឹងពីព្រោះខ្ញុំដឹងថាគោលបំណងរបស់នគរបាលចរាចរណ៍មិនមែនចង់ផាកពិន័យបងប្អូននោះទេអញ្ចឹងបើមិនមែនចង់ផាកពិន័យគឺយើងប្រកាសឲ្យគាត់ដឹងថាឥឡូវនោះមានការត្រួតពិនិត្យមានការថតដល់ពេលការអញ្ចឹងទៅបងប្អូនយើងគាត់អត់ជិះលុយទេអញ្ចឹងបើសិនជាក្នុងករណីយើងមិនបានដាក់ផ្លាកមិនបានប្រាប់វាស្មើនឹងយើងដាក់អន្ទាក់មានន័យថាស្មើនឹងដាក់អន្ទាក់ព្រោះច្បាប់ក្រៅពីការដាក់ទោសទណ្ឌហ្នឹងគឺច្បាប់គេបន្លាចទៅគេបំភ័យដែរអញ្ចឹងហើយពេលដែលការអនុវត្តច្បាប់យើងប្រកាសជាសាធារណៈថាយើងទី1យើងចាប់ផ្ដើមផាកពិន័យឡើងវិញទី2កំណត់ណាដែលត្រូវមានការថតល្បឿនអញ្ចឹងដល់ពេលដែលបងប្អូនយើងឃើញអញ្ចឹងគាត់នឹងមិនបើកលើសល្បឿនទេបើមិនបើកលើសល្បឿនគ្រោះថ្នាក់ចរាចរណ៍ក៏មិនកើតឡើងដែរអញ្ចឹងហើយយើងធ្វើជានគរបាលចរាចរណ៍មិនមែនយើងផាកពិន័យអ្នកបើកលើសល្បឿនបានច្រើនឬក៏យើងចាប់បានអ្នកល្មើសច្រើនយើងសប្បាយចិត្តទេមិនបានលុយច្រើនសប្បាយចិត្តទេគឺយើងធ្វើម៉េចយ៉ាងណាឲ្យប្រជាពលរដ្ឋយើងមិនបើកលើសល្បឿនហើយមិនប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ក្នុងផ្នែកផ្សេងៗទៀតអានោះបានជារឿងដែលនគរបាលចរាចរណ៍ត្រូវសប្បាយចិត្តតែបើសិនយើងទៅដាក់វាស់ល្បឿនកន្លែងណាមួយស្ងាត់ហើយមិនបានប្រាប់ប្រជាពលរដ្ឋខ្ញុំគិតថាវាហាក់ដូចជាដាក់អន្ទាក់ច្រើនជាងអញ្ចឹងហើយសូមកុំឲ្យគិតរឿងលុយជាសំខាន់ដាក់ហើយយើងប្រកាសមកពីផ្លូវនេះពីកន្លែងណាគោលដៅណាដាក់ដើម្បីឲ្យបងប្អូនយើងគាត់ដឹងគាត់អត់បើកលើសល្បឿនទេព្រោះធម្មតាច្បាប់វាច្បាប់ហើយប៉ុន្តែបើការអនុវត្តមិនបានត្រឹមត្រូវក៏វាមិនអាចសម្រេចបានគោលដៅនៃសុវត្ថិភាពចរាចរណ៍ដែរបាទ